លក្ខណៈរបស់បុគ្គលដែលមានគ្រូបាជាសំណុំសង្វារខាងមនីឥសី 1. មិនចូលចិត្តស្រីញីអូនបងភ្លើនឬស្រីស្រាល្បែងជាដើមឬជាមនុស្សអភ័ព្វស្នេហ៍នឹងជួយគេបានតែទុកមកលើខ្លួនឯងវិញមានសារសាលាចប់នេកគឺពេលធ្វើអ្វីម្ដងតែងតែនឹកដល់គុណធម៌ជានិច្ចឬនិយាយអ្វីមួយខ្លាចខ្លួនឯងនឹងកុហកគេនឹកស្អប់មនុស្សកុហកខ្លាំងណាស់នេកពេលដឹងញាណដំបូងចង់ធ្វើតែល្អនឹងចូលចិត្តនៅម្នាក់ឯងពេលនៅម្នាក់ឯងពេលខ្លាំងមានអារម្មណ៍ថាអន់ចិត្តឬដូចជានឹកគូស្នេហ៍ពីអតីតជាតិតែមិនដឹងជានឹកណាក់ណាមនុស្សបែបនេះគឺចូលចិត្តធ្វើអ្វីមួយម៉ត់ចត់ខ្លាំងណាស់ព្រោះនេកទទួលបណ្ដាំពីឋានមោថាជាអ្នកថែប្រប្រាស់ពុទ្ធសាសនាឲ្យបានគង់វង្សឋិតថេរហើយនេកមានវិន័យនៅឯឋាននេកឯនោះវិញគឺថាមានវិន័យតឹងរឹងណាស់ចឹងហើយទើបនេកម៉ត់ចត់ហើយនេកមានភ្នែកធំមានរាងស្គមឬក៏ភ្នែករាងខ្មៅបុគ្គលដែលនេកមកจากកំណើតតែងតែមានភ្នែកធំភ្នែករាងខ្មៅបើភ្នែកតូចភ្នែកនោះមុតឬល្អក់នឹងមានកែវភ្នែកមានមុនស្នេហ៍ផងដែរនេកមានមុនស្នេហ៍ត្រង់កែវភ្នែកពេលណាក់ផងឃើញម្ដងតែងតែអាណិតស្រឡាញ់ដូច្នេះហើយពូជពងមហានគរខ្មែរយើងសិតសឹងតែជីពូជពងនេកតាំងតែពីដើម